សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំសុធារាសាជាថ្មីអំពីការ live វិភាគបច្ចេកទេសក្នុងការទិញលក់មាសបែបងាយៗអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសបច្ចុប្បន្ននេះគឺស្មើនឹង$4227ក្នុងមួយអោនអញ្ចឹងសម្រាប់ហាងឆេងមាសនៅថ្ងៃសុក្រនេះថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យទីផ្សារមាសអត់បើកទេអញ្ចឹងសម្រាប់ហាងឆេងមាសនៅថ្ងៃសុក្រនេះយើងឃើញថាឡើងទៅរៀងច្រើនគួរសមអញ្ចឹងឥឡូវនេះគឺម៉ោង1:40នាទីអញ្ចឹងសម្រាប់ជាទូទៅសម្រាប់ទីផ្សារបើសិនជាម៉ោងអាស៊ីឡើងបែបនេះម៉ោងអឺរ៉ុបទីផ្សារមាសនឹងចុះនឹងមានភាគរយចុះមកវិញខ្លះក៏តែបើសិនជាយើងមើលពីកម្លាំងចុះបើចុះក៏ចុះមិនច្រើនដែរអាចចុះមកតិចតួចមាសនឹងបន្តឡើងទៅលើទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់លក់អីសម្រាប់ម៉ោងអឺរ៉ុបគឺយើងអាចលក់បានខ្ទង់ម៉ោង2ម៉ោង3រសៀលយើងអាចលក់បានអញ្ចឹងសម្រាប់តម្លៃមាសបច្ចុប្បន្ននេះគឺខ្ញុំនឹងធ្វើការលក់មួយខ្សែអញ្ចឹងខ្ញុំនឹងលក់អញ្ចឹងខ្ញុំលក់0.05 គឺឥឡូវនេះគឺយើងនៅខាត0.10 សេន20សេនអញ្ចឹងខ្ញុំនឹងដាក់ sell limit មួយខ្សែទៀតសម្រាប់ទីផ្សារមាសដោយសារតែមាសបើសិនជាអាចឡើងទៅលើបន្តិចទៀតមាសនឹងចុះមកវិញខ្លះអញ្ចឹងខ្ញុំនឹងដាក់ខ្សែដាក់ sell limit មួយទៀតនៅតម្លៃខាងលើអញ្ចឹងចុច sell limit កើតអញ្ចឹងខ្ញុំនឹងដាក់ buy limit ចំនួនខាងក្រោមវិញអញ្ចឹងសម្រាប់បងប្អូនដែលរងចាំទិញមាសយើងអាចទិញបាននៅពេលដែលទីផ្សារចុះមកក្រោមខ្ទង់តម្លៃខាងក្រោមនេះគឺយើងអាចទិញបានអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ buy limit វិញអញ្ចឹងខ្ញុំនឹងដាក់ buy limit នៅតម្លៃខាងក្រោមយល់អស់យើងដាក់នៅតម្លៃនេះរៀងឆ្ងាយគួរសមអញ្ចឹងបើសិនជាបងប្អូនចង់ទិញនៅតម្លៃលើបន្តិចគឺយើងអាចដាក់នៅតម្លៃខាងលើគឺតម្លៃ buy limit 4206ហើយបើសិនជាបងប្អូនចង់ទិញនៅតម្លៃទាបបងប្អូនអាចទាញចុះមកក្រោមតិចមកនៅ support ខាងក្រោមអញ្ចឹងតម្លៃនេះបើសិនជាទីផ្សារចុះមកប៉ះភាគរយទីផ្សារឡើងទៅលើវិញគឺមានច្រើនអញ្ចឹងបើសិនជាយើងអាចដាក់ buy limit នៅខាងក្រោមមកនៅ support ខាងក្រោមអញ្ចឹងនៅកន្លែងនេះគឺមាន support ច្រើនអញ្ចឹងយើងដាក់ buy limit នៅតម្លៃ4195ហើយខ្ញុំនឹងដាក់ buy limit មួយទៀតនៅតម្លៃ4175សម្រាប់ buy limit ជាទូទៅខ្ញុំនឹងដាក់3ខ្សែដោយសារតែមាសយើងរងចាំឱកាសទិញគឺល្អបើសិនជាអាចនៅពេលដែលទីផ្សារចុះគឺយើងទិញទីផ្សារចុះគឺយើងទិញហើយសម្រាប់ការលក់យើងគួរតែលក់តូចនិងដាក់ SL ឲ្យបានច្បាស់លាស់ដោយសារទិសដៅមាសគឺនៅតែបន្តឡើងទៅលើទៀតទេអញ្ចឹងយើងរកឱកាសទិញគឺនៅតែល្អអញ្ចឹងខ្ញុំដាក់ buy limit មួយខ្សែទៀតនៅតម្លៃ4149ឬក៏4150ចំណែកsell limit គឺអញ្ចឹងខ្ញុំដាក់ sell limit មួយខ្សែគឺនៅតម្លៃ4245ឬក៏យើងអាចទាញទៅលើបន្តិចទៅទាញទៅលើខ្ទង់4255អីគឺយើងអាចដាក់បានដែរហើយខ្ញុំនឹងដាក់ sell limit មួយខ្សែទៀតនៅតម្លៃ4294ឬក៏4300ក៏បានដែរ4300គឺល្អសម្រាប់ការដាក់ sell limit អញ្ចឹងយើង sell មុននេះគឺឃើញថាយើងចំណេញបាន$3អញ្ចឹងសម្រាប់ position pending ខ្ញុំនឹងយើងនឹងរងចាំមើលនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំមានព័ត៌មានអាប់ដេតខ្លះសម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមក្នុងការប្រកួតប្រជែង account demo នៅ Blackwell អញ្ចឹងរង្វាន់គឺធំសម្រាប់លេខ1ទទួលបានឡានមួយគ្រឿងលេខ2ទទួលបានម៉ូតូ Yamaha ហើយលេខ3ទទួលបានម៉ូតូ Scorpio ចំណែកឯលេខ4ទទួលបាន iPhone 17 Pro Max ហើយសម្រាប់លេខ5នឹងទទួលបានទូរស័ព្ទទទួលបាន Galaxy Tab S11 អញ្ចឹងសម្រាប់ការចូលរួមបងប្អូនអាចឆាតតាម Telegram 016 87 95 11